ក្តៅឈួលអ៊ូលណែនអរ៉ាទៀតហើយគឺថាបន្លាលួសរបស់ថៃនេះនៅតែប្រឡាក់ស្អិតជាប់ឈឺផ្សាបេះដូងប្រជាពលរដ្ឋកម្ពុជាគ្មានពេលណាស្បើយទេព្រោះយើងឃើញហើយពីម្សិលមិញជនជាតិចិនមួយក្រុមបាននាំគ្នាទៅអង្រុនបង្គោលនិងរើបន្លាលួសជាច្រើននៅឯច្រកថ្មដានៅឯខេត្តពោធិ៍សាត់នោះដែលយើងឃើញថាភាពក្លាហានរបស់ជនជាតិចិននេះគួរឲ្យកោតសរសើរក៏ប៉ុន្តែអ្វីដែលចម្លែកគឺថាគាត់ទៅយកទង់ជ័យចិនហ្នឹងយកទៅកវីកវត្តនៅតំបន់ហ្នឹងយកទៅដាក់ប្រហែលជាគិតថាអានោះគឺជាអាវយ័ន្តដែលថៃមិនអាចនឹងប៉ះពាល់អីចិនបាននៅក្នុងដែនអធិបតេយ្យកម្ពុជាព្រោះមានទង់ជ័យចិនឬក៏យ៉ាងម៉េចដោយសារតែចិនគឺជាមិត្តដៃថែបនឹងចាក់ទឹកមិនលិចអីជាមួយថៃដែរអីក៏តែមិនដឹងក៏ប៉ុន្តែក្រោយតែពីរើរបស់នឹងចេញមកបានប្រហែលជាប្រហែលម៉ោងគឺអាជ្ញាធរយោធាថៃបានចុះទៅថែមលបងបលាលួសវិញលើសដើមទៅទៀតមិនមែនត្រឹមតែដាក់ដដែលទេគឺលើសដើមពីមុនហ្នឹងគឺមានកន្លែងផ្លូវដើរខ្លះឥឡូវហ្នឹងដាក់ឲ្យឡើងចិត្តឈឹងតែម្ដងហើយបានទៅឃើញអ្វីដែលគួរឲ្យសង្ហេះសង្ហោចហ្នឹងគឺឃើញអាជ្ញាធរយើងកម្ពុជាយើងអត់ហ៊ានអីនឹងគេទេគេដាក់ស្លាកមួយដាក់ថាជាតំបន់ហាមឃាត់របស់យោធាថៃដែលគេដាក់ថាហាមឃាត់ហាមចូលគឺជាតំបន់យោធាការពារអីចឹងណាហើយយើងនឹងបានទៅឈរមើលភ្លឺនាំក្រុមសង្កេតការ AOT របស់អាស៊ានមកក្រុមនឹងចុះទៅមើលឃើញតែលបងបលាលួសហ្នឹងទៅហើយបានទៅថតរូបអញ្ចឹងបានថាស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានត្រឹមតែរូបថតនឹងថតមិនដឹងយកទៅណាអស់ទេលោកប៉ុន្តែបានដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិបានមកស្លឹកសោះអានេះឲ្យដែលធ្វើឲ្យអារបួសស្នាមបលាលួសនឹងក៏តែប្រកាន់តែឈឺចាប់តែដល់ពេលយើងនិយាយចឹងរដ្ឋាភិបាលថាគេបានប្រាប់ឲ្យថាគេនឹងដោះស្រាយតាមសន្តិវិធីតាមការទូតតាមផ្លូវការផ្លូវអន្តរជាតិផ្លូវស្អីហ្នឹងគេធ្វើកំពុងតែធ្វើដុតដៃឲ្យនឹងធ្វើភាគីដែរហេតុអីបានយើងនឹងអ្នកផ្សព្វផ្សាយឬក៏ប្រជាពលរដ្ឋខ្មែរមួយចំនួនទៀតនឹងសម្ោចក្នុងខោក៏សម្បើម្លេះបើយើងអាចសម្ោចក្នុងខោដូចថៃវាសម្ោចក្នុងខោរបៀបចង្រៃតែចង្រៃវាចំណេញថៃអាសម្ោចក្នុងខោបែបយើងនេះគឺសម្ោចក្នុងខោឲ្យគេប្តឹងដើម្បីឲ្យបានមានពាក្យប្តឹងនៅតុលាការគេទៅគេលោកបានដីអស់នឹងមកវិញបើអត់ទេមិនដឹងទៅសុំភ្លើងយ៉ាក់មកពីណាទេថៃគេស្លាប់ទាហានគេអស់30-40នាក់គេវាយសម្រុកមកបែបនេះគេឲ្យយើងទៅទេវិញមែនវាមិនមែនទេបើគេឲ្យយើងទៅទេគេអត់វាយយកយើងឲ្យខូចឈ្មោះប្រទេសគេដែរទេព្រោះអារឿងទន្ទ្រានឈ្លានពានក្នុងដែនអធិបតេយ្យហ្នឹងមិនមែនទៅទេចេះតែធ្វើបានណាថៃអួតថាខ្លួនគោរពច្បាប់អន្តរជាតិសពបែបយ៉ាងហើយចុះបើសិនជាសុកចិត្តហ៊ានបំពេញបានន័យថាសុកចិត្តមានរឿងពីរសុកចិត្តទន្ទ្រានយកដីខ្មែរឲ្យបានទី1ទី2គឺបំបាក់របៀបដឹកនាំរដ្ឋរបស់កម្ពុជាឲ្យរៀបដល់ដីឲ្យដឹងថាលើក្រោយកុំក្អកជាមួយគេអញ្ចឹងសារនេះគឺជាសារធ្វើឲ្យរបួសដួងចិត្តខ្មែរច្រើនចំនួនទៀតហើយជាពិសេសគឺរបួសដួងចិត្តមេដឹកនាំខ្មែរដែលអួតអាងថាជាអ្នកដែលអស្ចារ្យឬក៏ពូកែអង្គអាចក្លាហានគ្មានអ្នកដឹកនាំណាដែលពូកែដូចសម័យដែលជួយអញ្ចឹងអានេះគឺថៃចង់បំបាក់យើងខ្លាំងមែនតើឲ្យយើងនឹងជប់អួតហើយយើងនឹងក៏ល្មមជប់អួតមែនហើយគឺថាយើងពង្រឹងសាមគ្គីជាតិផ្ទៃក្នុងទៅកុំឲ្យគេមើលងាយយើងឥឡូវនៅពេលដែលថៃដាក់បន្លាលួសយើងឃើញតែក្រុម AOT ក្រសួងការពារជាតិហ្នឹងថាក្រុមសង្កេតការអាស៊ានហ្នឹងក៏បានចុះគឺយើងឃើញចឹងមែនថតបានតែរូបនឹងឯងព្រោះអាស៊ាននេះគឺជាក្រុមអាស៊ានខាងកម្ពុជាវាមិនមែនជាក្រុមអាស៊ានចម្រុះទេដូច្នេះយើងកត់អីក៏កត់ទៅចិនចេះតែគេហៅខ្មែរចេះតែកិនចិនចេះតែកត់ទៅយូអស់កំណត់ចាប់ពាក់គេវ៉ាន់កគេរឹបអូសយកដីអស់តែប៉ុណ្្នឹងឯងបានតែកត់ហ្នឹងឯងឥឡូវនេះគឺរឿងនៅតំបន់ថ្មដានេះគឺជារឿងគួរឲ្យព្រឺព្រួយអារម្មណ៍ហើយខកចិត្តជាច្រើនប៉ុន្តែថ្ងៃនេះបងប្អូនមន្ត្រីខ្មែរថាទាហានថៃឈ្លានពានទន្ទ្រានកាន់កាប់ដីខ្មែរអាចច្រើនកន្លែងទៀតក្រោយបាត់ឈប់បាញ់បងប្អូនរឿងនេះហើយចាំមិនថាអាពេលបាត់ឈប់បាញ់គេវាយយកបានកន្លែងមកកណោប៉ុន្តែអាក្រោយឈប់បាញ់ហ្នឹងក៏នៅតែគេអាចទន្ទ្រានឈ្លានពានយកដីយើងបានទៀតហើយយើងអាចធ្វើអីគេបានណាយើងសុកចិត្តអត់ធ្មត់យើងយកសន្តិភាពពិតហើយក៏ប៉ុន្តែជួនកាលអាកន្លែងដែលឈប់បាញ់ហើយហេតុអីបានជាថៃអាចបំពេញយើងបានបើយើងគ្រាន់តែបោះ drone អីគេចោតបោះ drone ទៅគេររឿងរអត់ចង់ទៅបលែងដោះលែងទាហានយើង18នាក់ដែលគេចាប់ជាចំណាប់ខ្មាំងខុសច្បាប់នោះរឿងកិច្ចកុកមកកណោអារឿងផ្ទុះគ្រាប់ដែលដុតសម្រាមអីដែលកម្ពុជាថាដុតសម្រាមទៅវាផ្ទុះទៅលបួសទាហានគេរឿងយើងថាយើងរំលោភបំពានបាត់ជប់បាញ់ហ្នឹងគឺថាអន្តរជាតិហ្នឹងគេមើលមកហ្នឹងគឺឃើញយើងហ្នឹងគឺផុយស្រួយចង់តែដូចថាវាចង់តែបាក់ចង់តែប្រេះហ្នឹងគឺវាដូចកែវអញ្ចឹងគឺថាបាច់ខ្ចាយឲ្យតែប៉ះធ្លាក់តែបន្តិចឬក៏ប៉ះអីតែបន្តិចវាដូចថាយើងនឹងវាទឹកលើស្លឹកឈូកកលេកកឡក់ហោតែធ្លាក់ទៅដីក៏ប៉ុន្តែថៃវិញគេដាក់សម្ពាធយើងគេមានប្រៀបយើងគ្រប់យ៉ាងគេចោតយើងហើយដល់តែពេលគេទន្ទ្រានឈ្លានពានយើងសូម្បីតែខុសអាបត្តិឈប់បាញ់ក៏យើងមិនអាចរករឿងគេបានថ្ងៃមុនឃើញមានសេចក្តីប្រកាសព័ត៌មានអំពីគេបោះ drone គេ25គ្រឿងនៅខេត្តពោធិ៍សាត់2គ្រឿងនៅខេត្តណាអញ្ចឹងទៅ27គ្រឿងហ្នឹងគឺអត់មានណាដោះស្រាយអីទាំងអស់បើគេវិញនិយាយពីទូងស្គរពេញអន្តរជាតិដើម្បីថាចោតយើងបោះ drone 250គ្រឿងអីចឹងអាផប់មែនតើដូចថាគេហ្នឹងគឺធ្វើអីក៏បានក៏ត្រូវឯងធ្វើអីក៏តែខុសហើយឥឡូវអ្វីដែលខ្ញុំថាលើករឿងនេះយកមកនិយាយនេះដោយសារតែអភិបាលរងសំទោសលោកខូយរីដាដែលជាអភិបាលខេត្តពោធិ៍សាត់លោកអះអាងប្រាប់សារព័ត៌មាននៅក្នុងស្រុកខ្មែរហ្នឹងថា
គឺអះអាងយ៉ាងច្បាស់ទៅទៀតថាស្ថានភាពនៅតំបន់ថ្មដានេះមិនមែនប៉ះទង្គិចគ្នាធម្មតាតាមព្រំដែនទេក៏ប៉ុន្តែជាការឈ្លានពាននឹងកាន់កាប់ទឹកដីកម្ពុជាដោយកម្លាំងទាហានថៃហើយរំលោភបំពានឈ្លានពាន4ទីតាំងនៅខេត្តពោធិ៍សាត់តែគ្រាន់តែខេត្តពោធិ៍សាត់ហ្នឹងលោកថាមានទៅ4ទីតាំងអាហ្នឹងមន្ត្រីទទួលស្គាល់ផងហើយហេតុអីបានជាលោកខូរីដាអភិបាលខេត្តពោធិ៍សាត់ប្រាប់សារព័ត៌មានក្នុងស្រុកនិយាយពីរឿងទីតាំងនៅខេត្តពោធិ៍សាត់ដែលមានដល់ទៅ4ទីតាំងតើលោកបានទួលលេខនឹងមកពីណាបើក្រសួងការបរទេសកម្ពុជាហ្នឹងឆ្លើយប្រាប់មកថាមានតែ14ទីតាំងហើយនៅខេត្តពោធិ៍សាត់នេះមានតែ2ហ្នឹងអញ្ចឹងបានថាឥឡូវយើងឃើញលើកោកទៀតរដ្ឋាភិបាលអត់ទទួលស្គាល់ទីតាំងដែលថៃវាយយកបាននេះគឺទទួលស្គាល់តែ14ទីតាំងទេយើងដឹងហើយសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាដែលចេញប្រហែលជា2អាទិត្យហើយគឺ14ទីតាំងមាននៅខេត្តបន្ទាយមានជ័យពោធិ៍សាត់ព្រះវិហារនិងខេត្តឧត្តរមានជ័យអីហ្នឹងគឺបើនៅខេត្តពោធិ៍សាត់នេះរដ្ឋាភិបាលទទួលស្គាល់តែតំបន់ភ្លុកដំរីនិងច្រកអន្តរជាតិថ្មដាទេឬក៏យើងហៅថាច្រកជ័យជំនះនេះក៏ប៉ុន្តែលោកអ៊ុំសំអានដែលជាមន្ត្រីកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសហ្នឹងថាគ្រាន់តែរដ្ឋាភិបាលប្រកាសថាថៃយកបាន14កន្លែងគាត់ថាទាហានជួរមុខនឹងព័ត៌មានផ្សេងផ្ទៀងទាត់ពីខាងភៀកគីថៃមកថាថៃយកបានដល់ទៅ28កន្លែងអញ្ចឹងលើសអ្វីដែលកម្ពុជាប្រកាស2ដងកម្ពុជាមិនមានប្រតិកម្មតបអីតាក់ទងរឿងនេះប្រហែលថ្ងៃម្សិលមិញនេះលោកអ៊ុំសំអានប្រកាសមកទៀតថាព័ត៌មានថ្មីចុងក្រោយបង្ហាញថាថៃយកបានដល់ទៅ40ទីតាំងហើយនោះអញ្ចឹងបានន័យថាយ៉ាងម៉េចបងប្អូនវាអាចទីតាំងដំបូងហ្នឹងគេយកទៅតែ14ហ្នឹងរួចទៅអាបាត់ជប់បាញ់ហ្នឹងឲ្យថៃយកទៀតឬក៏យ៉ាងម៉េចកម្ពុជាអត់ទាន់មានសេចក្តីថ្លែងការណ៍ណាមួយទាត់ចោលអាទីតាំងថ្មីដែលលោកអ៊ុំសំអានលើកឡើងយកមករៀបរាប់ថាមានឡើងដល់ទៅ28ឥឡូវហ្នឹងឡើងដល់35ឥឡូវហ្នឹងឡើងដល់40អត់មានទាន់ឃើញជំទាស់អីទេនៅតែសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសយូរហើយហ្នឹងនៅតែ14ទីតាំងដដែលក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ដូចខ្ញុំជម្រាបអញ្ចឹងថាស្របពេលដែលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិយាយយូរហើយហ្នឹងថានៅខេត្តពោធិ៍សាត់មានតែតំបន់ភ្លុកដំរីនិងច្រកអន្តរជាតិថ្មដាទេដែលស្ថិតនៅក្នុងចំណោមទីតាំង14ដែលប្រទេសកម្ពុជាទទួលស្គាល់ថាថៃបានទន្ទ្រានឈ្លានពានយកបាននោះគឺថ្ងៃនេះគឺបើតាមអ្វីដែលជាប្រសាសន៍របស់លោកខូយរីដាដែលជាអភិបាលខេត្តពោធិ៍សាត់ហ្នឹងគឺលោកបាននិយាយថានៅខេត្តពោធិ៍សាត់ហ្នឹងមានទីតាំងយ៉ាងហោចក៏4ដែរដែលថៃគ្រប់គ្រងកំពុងតែគ្រប់គ្រងនេះហើយទីតាំងទាំង4ហ្នឹងគឺមានតំបន់ច1តំបន់ទីតាំងស្ពានជ័យជំនះគឺស្ពានមេទឹកឃើញហើយភ្លុកដំរីនិងច្រកជ័យជំនះគឺច្រក56និយាយទៅអាច្រកជ័យជំនះហើយនិងភ្លុកដំរីមិញនេះមាននៅក្នុងសេចក្តីរាយការណ៍របស់ក្រសួងការបរទេសកាលពីប្រហែលសប្តាហ៍មុនហ្នឹងគឺមានអញ្ចឹងមែនប៉ុន្តែឥឡូវថែម2ទៀតតំបន់ច1និងទីតាំងស្ពានជ័យជំនះឬស្ពានមេទឹកហ្នឹងគឺក្រសួងការបរទេសឬរដ្ឋាភិបាលកម្ពុជាអត់ដែលប្រកាសទេហើយអាតំបន់ច1ឬក៏ស្ពានជ័យជំនះស្ពានមេទឹកហ្នឹងមាននៅក្នុងសេចក្តីរាយការណ៍របស់លោកអ៊ុំសំអានដែលរាយការណ៍តក្រោយមកដែលរហូតតទៅនៅក្នុងការដែលគាត់រកឃើញថាមានដល់ទៅ40ទីតាំងហ្នឹងក៏មានតំបន់ទាំងអស់នេះឥឡូវនេះខាងរដ្ឋាភិបាលកម្ពុជាអភិបាលខេត្តមកលើកឡើងបែបនេះខ្ញុំមិនដឹងថាតើនឹងមានបញ្ហាអីសម្រាប់លោកខូយរីដាទៀតទេដែលហ៊ាននិយាយថាថៃឈរជើងទីតាំងចំពោះខ្ញុំវិញខ្ញុំថានេះគឺជាភាពក្លាហានរបស់លោកខូយរីដាហើយជាការនិយាយការពិតខ្ញុំសូមសរសើរឲ្យនិយាយការពិតអត់មានទៅនិយាយការពិតថាយើងបាត់ដីកន្លែងណាហើយថាយើងនឹងជាអ្នកក្បត់ជាតិទេគឺជាការដែលត្រឹមត្រូវបំផុតដើម្បីឲ្យមានភ័ស្តុតាងជាប្រវត្តិសាស្ត្រថាយើងបាត់មែនចោលលួចមែនដើម្បីឲ្យប្រជាពលរដ្ឋនាំគ្នាទាមកវិញអត់មានទៅរករឿងគេដែលនិយាយថាតំបន់នេះបាត់ថាយើងញុះញង់នៅពេលដែលតំបន់នោះបាត់មែនទេខ្ញុំសូមសរសើរលោកខុយរីដាដែលលោកមានភាពក្លាហានគ្រប់គ្រាន់មិនដឹងថានឹងរងអធិពលគេនឹងហៅទៅផឹកតែចត់អីយ៉ាងណាទៀតទេប៉ុន្តែខ្ញុំគិតថានេះគឺជាព័ត៌មានដែលបានមកពីខាងមន្ត្រីខេត្តពោធិ៍សាត់ខ្លួនឯងដែលសោកស្ដាយដែលបាត់ដីខ្មែរដែលថៃគ្រប់គ្រងបានដែលខ្មែរឆ្លប់ឈរជើងហើយលោកបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកទៀតថានៅតំបន់ថ្មដាហ្នឹងគឺប្រជាពលរដ្ឋដែលរងគ្រោះគឺមានច្រើនគ្រួសារចូលទៅផ្ទះសម្បែងវិញអត់បានទេគាត់ថាកងទ័ពថៃហុំព័ទ្ធផ្ទះសម្បែងប្រជាពលរដ្ឋចំនួន39គ្រួសារនៅនឹងហុំព័ទ្ធដោយគាត់និយាយថាការឈ្លានពានរបស់ថៃនេះធ្វើឲ្យប្រជាពលរដ្ឋនិយាយទៅសរុបទៅលើសពី80គ្រួសារហើយនោះដែលរងផលប៉ះពាល់ដោយផ្ទាល់ណាដែលក្នុងនឹង39គ្រួសារហ្នឹងគឺបាត់បង់លំនៅឋានទាំងស្រុងតែម្ដងគឺចូលទៅវិញអត់បានចឹងបានបងប្អូនយើងឃើញតួលេខថ្មីទៀតហើយនេះហើយគឺធ្វើឲ្យយើងកាន់តែគិតថាគួរតែដាក់ពាក្យប្តឹងឲ្យកាន់តែឆាប់តាមតែអាចធ្វើទៅបានទៅអង្គការសហជីវជាតិសំទោសទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិហើយតាក់ទងនឹងរឿងតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសថាលោកហ៊ុនម៉ាណែតក៏ហក់បោកប្រាស់ប្រជាពលរដ្ឋខ្មែររឿងបណ្ដឹងនៅតុលាការព្រហ្មទណ្ឌយុត្តិធម៌អន្តរជាតិហ្នឹងហេតុអីបានជាមន្ត្រី
បកប្រឆាំងឬក៏រដ្ឋាភិបាលក្រៅប្រទេសឈឺឆ្អាលនឹងរឿងការបោកប្រាស់របស់រដ្ឋាភិបាលអីយ៉ាងម៉េចព្រោះរដ្ឋាភិបាលកម្ពុជាតាមរយៈសាររបស់លោកហ៊ុនម៉ាណែតផងលោកហ៊ុនសែនផងឬក៏មន្ត្រីគណៈបកប្រជាជនកម្ពុជានឹងអ្នកដែលអែបអបឡែបឡប់នឹងឃោសនិករបស់គណៈបកប្រជាជនកម្ពុជាម៉ោងណាក៏គេប្រាប់ថាបណ្ដឹងនឹងគេដាក់បណ្ដឹងហើយដាក់តាំងតែពីថ្ងៃទី15ខែមិថុនាឆ្នាំ2025មកម្លេះហេតុអីបានជាយើងមិនព្រមជឿថារដ្ឋាភិបាលបានដាក់ពាក្យបណ្ដឹងការពិតមិនមែនជាបណ្ដឹងទេយើងទាំងអស់គ្នាក៏ដឹងដែរនៅថ្ងៃទី15ខែមិថុនាឆ្នាំ2025កម្ពុជាបញ្ជូនសេចក្តីជូនដំណឹងប្រាប់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ថាខ្លួនគ្រងនឹងបណ្ដឹងតាក់ទងនឹងតំបន់មុំ3ប្រាសាទតាមាន់ទុយប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំតំបន់4នេះដែលកម្ពុជាជូនដំណឹងថានឹងបណ្ដឹងបើទោះបីសេចក្តីជូនដំណឹងនឹងអត់ត្រូវការអីទាំងអស់នៅក្នុងប្រព័ន្ធតុលាការយុត្តិធម៌អន្តរជាតិមួយនេះព្រោះអីយើងអត់ចាំបាច់ទៅជូនដំណឹងអំពីការគ្រងបណ្ដឹងទេបាត់ល្មើសកើតឡើងយើងបណ្ដឹងអត់ចាំបាច់ទៅប្រាប់ប៉ូលីសមេឃុំមេភូមិថាស្អែកខ្ញុំនឹងដាក់ពាក្យបណ្ដឹងជូនដំណឹងមុនតែខ្ញុំនឹងដាក់ពាក្យបណ្ដឹងអត់បាច់ទេព្រោះទៅក្នុងប្រព័ន្ធតុលាការបើអត់ទាន់មានពាក្យបណ្ដឹងគឺយើងអត់ទាន់បានបណ្ដឹងហើយបើយើងដាក់ពាក្យបណ្ដឹងត្រឹមត្រូវទៅគេកត់ត្រាទៅគេមានបញ្ជីទៅគេចាប់ផ្ដើមយកទៅស៊ើបអង្កេតថាមានបណ្ដឹងជាផ្លូវការអញ្ចឹងសេចក្តីជូនដំណឹងនេះគឺជាអាសាបងមកឯមិនមែនជាបណ្ដឹងទេកុំបោកប្រាស់ប្រជាពលរដ្ឋអីលោករងការបោកប្រាស់ប្រជាពលរដ្ឋនឹងច្រើនអាណត្តិពេកហើយអញ្ចឹងកាត់បន្ថយអាសាហ្នឹងក៏ល្អដែរប៉ុន្តែយ៉ាងណាលោកអ៊ុំសំអានគាត់សំអាងចេះគាត់ថាមកដល់ថ្ងៃទី16ខែមករាឆ្នាំ2026នេះក្រុមការងាររបស់រដ្ឋាភិបាលក្រៅប្រទេសផ្នែកច្បាប់ផ្នែកអីហ្នឹងស្រាវជ្រាវអស់ហើយនៅប្រព័ន្ធគេហទំព័ររបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ទៅរកមើលបណ្ដឹងដែលខ្មែរដាក់បណ្ដឹងគាត់ថាដូចទៅសំភ្លើងយ៉ាក់ទៅរមើលទៅរស្អីក៏តែមិនឃើញដែរព្រោះអីបណ្ដឹងដែលមានជាផ្លូវការអត់មានបណ្ដឹងរបស់កម្ពុជារឿងព្រំដែនថៃក្នុងសម័យឆ្នាំ2025នេះទេមានដែរតាំងពីយូរហើយមានតាំងពីឆ្នាំទសវត្សរ៍ឆ្នាំ60មានតាំងពីម្លងទសវត្សរ៍ឆ្នាំ2000ដែលមានរឿងព្រះវិហាររឿងអីហ្នឹងគឺធ្លាប់មានបណ្ដឹងចឹងមែនប៉ុន្តែបណ្ដឹងដែលកំពុងតែចាត់ការឲ្យដែលគេទទួលយកទៅមើលគឺអត់មានបណ្ដឹងតាក់ទងនឹងរឿងមុំ3ប្រាសាទតាកបីប្រាសាទតាមាន់ទុយប្រាសាទតាមាន់ធំដោយអ្វីដែលកម្ពុជាគ្រាន់តែជូនដំណឹងហើយខ្ញុំអត់ឆ្ងល់ទេលោកអ៊ុំសំអានអត់ចាំបាច់ទៅរកមើលនៅក្នុងគេហទំព័ររបស់ ICJ ឬក៏តុលាការព្រហ្មទណ្ឌអន្តរជាតិសង្យៈណាទេគេគ្មានទៅចោះបញ្ជីអីអញ្ចឹងទេព្រោះវាខុសនីតិវិធីតុលាការតុលាការយើងដាក់ពាក្យប្តឹងយើងទៅជូនដំណឹងខុសអានីតិវិធីហ្នឹងអ្នកណាគេយកមកចោះបញ្ជីយើងទៅជួបតែកាឡាបញ្ជីគេមិនទាំងឲ្យថតរូបផងព្រោះដោយសារវាអត់មាននីតិវិធីគេធ្វើអញ្ចឹងកើតហើយយើងចេះតែចង់ស្អំចិត្តប្រជាពលរដ្ឋហ្នឹងយករូបថតស្រោមសបុតមួយសន្លឹកហ្នឹងដើរទៅតុលាការនេះតុលាការនោះគឺថាទូមស្គរឲ្យធ្លុះស្គរអស់ដើម្បីឲ្យប្រជាពលរដ្ឋថាកម្ពុជាប្តឹងហើយលទ្ធផលគឺវាជាកំបិតចិត្តដងឯងទៅវិញទៀតអាបណ្ដឹងអត់បានដាក់ពាក្យប្តឹងតែដូចជាគម្រាមកំឡាថៃថាណាកុំវាយខ្មែរប្រយ័ត្នប្តឹងដល់តែអត់បានដាក់ពាក្យប្តឹងផងគ្រាន់តែជូនដំណឹងគេវាយយើងខ្ទេចខ្ទីអានេះវាទៅជាកម្មពៀយើងទៅវិញទៀតចលោគេផងថាគ្រាន់តែថាចលោសាកមើលខ្លាចគេវាយយើងការពារចលោគេបង្អើលអានេះគេហៅលើកស្នាកំឡាក្អែកឥឡូវមិនមែនតែលើកស្នាក្អែកមកព្រួតខ្វាចខ្ញៅយកធ្ងន់ខ្លួនតែម្ដងបាទអាស្នាក៏អត់ក្របអត់ព្រួញអាធ្ងន់ខ្លួនគឺត្រូវគេវាយយកដីយើងអស់មក40ទីតាំងអញ្ចឹងទៅអានេះគឺជារឿងមួយដែលគ្រោះថ្នាក់មែនតើដោយសារអីទី1គឺការធ្វើនយោបាយប្រជាធិបតេយ្យទី2គឺធ្វើឲ្យប្រជាពលរដ្ឋនឹងលែងទុកចិត្តរដ្ឋាភិបាលលែងទុកចិត្តនឹងឲ្យជឿទុកចិត្តអីក៏លែងជឿដែរព្រោះតែជឿទុកចិត្តរដ្ឋាភិបាលថាដោះស្រាយបញ្ហាព្រំដែនអាម៉េចបើរឿងប្រប៉ុនមេឃថាដាក់ពាក្យប្តឹងឥឡូវបណ្ដឹងនឹងគេរកអត់ឃើញសោះហើយរដ្ឋាភិបាលអត់បំភ្លឺអីទាំងអស់តាំងពីខែ6មកគឺ17ខែហ្នឹងហេតុអីបានជាតុលាការមួយនេះហើយបើដាក់ពាក្យប្តឹងមែនហេតុអីគ្រាន់តែដំណឹងជូនដំណឹងសេចក្តីប្រកាសព័ត៌មានរបស់តុលាការ ICJ នេះប្រាប់ថាទទួលបណ្ដឹងខ្មែរតាក់ទងនឹងការប្តឹងភាគីថៃប្តឹងរឿងអីតំបន់ណាយកផែនទីអីមកប្រើមានមេធាវីប្រមាណអ្នកមេធាវីឈ្មោះអីតើភាគីថៃមានមេធាវីគេអត់គេប្រកែកយ៉ាងម៉េចគេរឿងក្តីហ្នឹងកាត់ថ្ងៃណាបើកជំនុំជម្រះសវនាការថ្ងៃណាវាអត់ទាំងអស់អញ្ចឹងហើយដល់ពេលអញ្ចឹងប្រជាពលរដ្ឋគេឆ្ងល់ទៅយើងចេះតែថាដាក់ហើយសូមឲ្យជឿទុកចិត្តរដ្ឋាភិបាលលោកអ៊ុំសំអានប្រើឃ្លារៀងធ្ងន់បន្តិចដែរថ្ងៃនេះខ្ញុំជឿថាប្រហែលជាអស់ការខន្តីដែរព្រោះលោកដូចជាមួម៉ៅនឹងរឿងតុលាការរឿងមិនបានប្តឹងហើយកុហកថាបានប្តឹងទៀតអ្វីដែលលោកសរសេរនៅលើបណ្ដាញសង្គម Facebook របស់លោកនេះគឺលោករហូតប្រើពាក្យធ្ងន់ថាលោកហ៊ុនម៉ាណែតនេះគឺចង់និយាយថារដ្ឋាភិបាលនេះប្រើនយោបាយបោកប្រាស់ប្រជាពលរដ្ឋឲ្យជឿថាកម្ពុជាបានដាក់ពាក្យប្តឹងតែតាមពិតអត់បានដាក់ពាក្យប្តឹងខ្ញុំអត់ទាន់អានសាររបស់លោកអ៊ុំសំអានទេប៉ុន្តែខ្ញុំចង់ឲ្យជាគំនិតត្រេះរិះពិចារណាមួយសម្រាប់បងប្អូនទាំងអស់គ្នាមិនមែនតែនៅក្នុងជួររដ្ឋាភិបាលទេនៅខាងណាក៏ដោយគឺឥឡូវឧបមាថាសេចក្តីជូនដំណឹងជាបណ្ដឹងចោះកម្ពុជាឥឡូវតាការលើកមុនថាបើវាថាមិនមែនមិនដឹងហើយបើជាបណ្ដឹងក៏ដោយហ្នឹងយើងបើកាលមុនបណ្ដឹងបើយើងបណ្ដឹងគេតែប្រាសាទតាកបីតំមន់តូចតំមន់ធំនឹងមុំ3ហ្នឹងរួចចុះឥឡូវ30-40កន្លែងដែលគេយកឲ្យរដ្ឋាភិបាលប្រកាសជាឲ្យលរឹកថាគេយកទៀតហើយអាកាលដាក់ពាក្យបណ្ដឹងដែលថាអត់មានបណ្ដឹងសោះជាការជូនដំណឹងកាលហ្នឹងយើងមានថៃមានតន់យកដីយើងបានណាយើងគ្រប់គ្រងទាំងអស់ហ្នឹងមិនមែនថាទាំងអស់ទេតំបន់ប្រាសាទតំមន់ធំយើង5នាក់គេ5នាក់តំបន់ប្រាសាទតាកបីយើង2នាក់គេ2នាក់ទាហានយើងនៅល្បាតហ្នឹងព្រមគ្នាប្រជាពលរដ្ឋភ្លុកទឹកភ្លុកដីមួយថ្ងៃ10000នាក់ទៅប្រាសាទតំមន់ធំ
ដោយសារតែរឿងភ្លុកទឹកភ្លុកដីនឹងឆ្លោះគ្នាផ្អើលបញ្ណាដូចខ្ញុំបាននិយាយចឹងថាបងប្អូនប្រជាពលរដ្ឋខ្មែរអាដីរបស់ឯងសោះប្រាសាទតាមាន់ធំនឹងធ្វើដូចជាដីរបស់ថៃដូចថាទៅមើលជាលើកចុងក្រោយដែលនឹងលែងបានមើលទៀតចឹងខ្ញុំគិតខ្លួនខ្ញុំទេឥឡូវដូចការគិតមែនគឺដូចជាងទៅមើលអ្នកទាំងអស់នោះប្រហែលជាគិតថាបើកុំបានភ្លុកទឹកភ្លុកដីទៅមើលកាលហ្នឹងម្ដងមួយថ្ងៃ10000អ្នកប្រហែលអត់ដែរបានឃើញប្រាសាទតាមាន់ធំទៀតផងម្ដងពួកគេលែងឲ្យចូលគេយកដាច់អីចឹងទៅប៉ុន្តែបងប្អូនប្រាសាទតាមាន់ធំនៅតែជាប្រាសាទរបស់ខ្មែរទេបើសិនជាយើងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបើអត់ទេអាខោលទោសអាថ្លែងសារអីហ្នឹងថ្លែងទៅថ្លែង100លានដងទៀតក៏វាគ្មានបានផលអីដែរព្រោះអីយើងបាត់ល្មើសជាក់ស្ដែងកើតឡើងយើងមិនដាក់ពាក្យប្តឹងទៅប៉ូលីសដើម្បីឲ្យគេស៊ើបអង្កេតដើម្បីឲ្យទាមទារជនប្រព្រឹត្តយកមកសងសំណងអីផងតើយើងមានអីដែលអាចនឹងជឿជាក់ថាថៃគេឲ្យមកវិញហើយឲ្យជឿជាក់យើងទៅហើយយើងទៅវិលចរចាជាមួយនឹងគូភាគីទៅចរចាជាមួយថៃទៅចរចាជាមួយចៅសំទោសខ្ញុំប្រើពាក្យដូចយើងលើសលួសបន្តិចហើយសូមអធិស្ឋានតាមពិតគឺមែនតែនទៅគឺជាចៅមែនហើយព្រោះអីថៃនេះគឺគាត់មកឈ្លានពានយើងដោយបំពេញបែបនេះវាស្មើនឹងចៅតាហើយយើងទៅចរចាជាមួយចៅដែលបានផលអីទៅព្រោះចៅគេដែលថាចៅមិនត្រឹមតែមិនថាចៅទេគេកំពុងតែកលៃអាព័ត៌មានដែលបានពីយើងហ្នឹងទៅជារបស់ស្របច្បាប់របស់គេអស់ទៅទៀតគេដាក់រូបបដិមាគេសង់ស្អីសពបែបយ៉ាងហេដ្ឋារចនាសម្ព័ន្ធនៅលើកន្លែងដែលគេបានគ្រប់គ្រងហើយយើងសង្ឃឹមថាអូចាំមើលដល់ពេលបន្តិចទៀតទៅយើងមិនអីទេអាទាំងអស់ហ្នឹងឈូសចោលវិញការគិតមិនងាយដូចការធ្វើទេបងប្អូនព្រោះអីអារឿងទៅឈូសចោលដីសម្បត្តិដែលគេធ្វើឲ្យមានរូបបដិមាប្រពុតអីវិញនេះត្រូវការពេលឆ្លោះគ្នាយូរទៀតហើយតែបើប្តឹងទៅធូរចិត្តព្រោះអីថៃដូចខ្ញុំនិយាយចឹងប្តឹងទៅតុលាការអន្តរជាតិនេះណាទាំងខ្មែរក៏ធូរទាំងថៃក៏ធូររដ្ឋាភិបាលអត់ឈឺក្បាលទេថាធ្វើម៉េចបើកម្ពុជាប្តឹងដោះស្រាយឡើងទៅតុលាការទៅអត់ត្រូវបាញ់គ្នាទេអាហ្នឹងហើយបើយើងនៅដូចសប្ងៃចរចាឡើងថៃអត់ព្រមតិចទៀតបាញ់គ្នាមានទៀតគេហៅថាជុំទី3វគ្គ3ព្រោះអីលោកណាត់តភុងណាផានិចរដ្ឋមន្ត្រីក្រសួងការពារជាតិថៃចាំផ្ទះហ្នឹងមកពុំមានថ្ងៃហ្នឹងទៀតហើយប្រាប់កាសែតថៃដែរថាឲ្យតាអត់មានដំណោះស្រាយអីស្រួលបួលញញឹមដកបលាលួសចុះដកបលាលួសឡើងតិចទៀតមានអាលើកទី3ទៀតហើយនេះដល់ថ្នាក់ប៉ុណ្ណឹងទៀតឃើញហ៊ានមកចង់មកគំរាមយើងមករវាយមួយសាទៀតអីអូយក៏ទៅមើងងាយយើងសម្បើមណាស់ប៉ុន្តែបងប្អូនអារឿងគេមើងងាយគឺដោយសារតែយើងដែរទេឥឡូវនេះគឺនៅថ្ងៃទី16នេះគឺលោកអ៊ុំសំអាននិយាយអញ្ចេះថាភ័ស្តុតាងបញ្ជាក់ថាលោកហ៊ុនម៉ាណែតមិនបានប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេកាលពីខែមិថុនាឆ្នាំ2025ព្រោះយើងឆែកមើលសំណុំរឿងនៅតុលាការយុត្តិធម៌អន្តរជាតិនេះអស់ហើយមិនឃើញលោកហ៊ុនម៉ាណែតប្តឹងថៃនោះទេលោកអ៊ុំសំអានបន្តទៀតថាហេតុនេះលោកហ៊ុនម៉ាណែតក៏ហក់បោកប្រាស់ប្រជាពលរដ្ឋខ្មែររឿងបណ្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែប៉ុណ្ណោះឯងករណីដែលលោកហ៊ុនម៉ាណែតថាប្តឹងថៃនេះមានរយៈពេលជាងកន្លះឆ្នាំទៅហើយនៅតែមិនទាន់ឃើញបណ្ដឹងទៅតុលាការនេះបែបនេះគឺយើងមើលសំណុំរឿងគឺមិនឃើញដែរសំណុំរឿងកម្ពុជានៅ ICJ បើតាមលោកអ៊ុំសំអានថាក៏មានតែបណ្ដឹងនៅឆ្នាំ1962និងឆ្នាំ2013តែប៉ុណ្ណោះដូច្នេះទឹកដីខ្មែរចំនួន40ទីតាំងដែលថៃកំពុងគ្រប់គ្រងនោះគ្មានសង្ឃឹមថាបានមកវិញទេនៅពេលដែលលោកហ៊ុនម៉ាណែតមិនព្រមប្តឹងថៃទៅតុលាការ ICJ ហើយនៅតែបន្តចរចាទ្វេភាគីជាមួយថៃបាទនេះគឺជាការលើកឡើងរបស់លោកអ៊ុំសំអានតែយើងចាំមើលប្រតិកម្មរបស់ភាគីកម្ពុជាឥឡូវអារឿងចឹងអីគាត់លែងប្រតិកម្មឲ្យដូចថាគាត់គិតថានៅស្ងៀមជាជាងស្ដីទៅពីជ័យខ្ចីជាជាងតនេមាត់ទៅដូចថាវាមិនដឹងថាត្រូវរកអីមកនិយាយដែរហាវាស្លាក់ខ្ជាក់វាស្លាយខ្ជិលនិយាយទៅយូរគាត់ថាប្រហែលជាសាបអីហ្នឹងកោកសឹកមាត់ទៅដល់ខ្ចែតពោះកបីហ្នឹងប៉ុន្តែមិនទេបងប្អូនរឿងដំណាក់កាលនេះអត់មាននិយាយឲ្យអត់ធ្វើឲ្យគិតតែរួចខ្លួនទេដូចរឿងចិនស៊ីចឹងមិនចឹងគេនិយាយគេរាយការណ៍គេអីសុទ្ធតែថាគេញុះញង់គេលៀបពណ៌កម្ពុជាគេមើលងាយអកតកម្មនឹងវាកើតនៅថៃគេយកមកដាក់ខ្មែរគេចង់ធ្វើបាបយើងដល់ចុងក្រោយទៅមើលទៅប្រសាចរឿងលោកចិនស៊ីនេះប្រសាចឥឡូវហ្នឹងគឺថាអាណាធិបតេយ្យពេញទំហឹងហ្មងអត់ដឹងស្អីទេស្រុកខ្មែរដូចជាសង្គ្រាមទម្លាក់គ្រាប់បែកជុំទិសចឹងអារឿងព្រំដែនហ្នឹងវាស្ងប់បាញ់ផ្លោងឥឡូវនៅក្នុងអាមូលដ្ឋានរបស់យើងហ្នឹងនិយាយពីរត់ដូចគោដូចកបីចឹងម្ដងនៅព្រែកចាក់ខេត្តកពតចឹងទៅម្ដងយប់ណានោះឃើញនៅស្វាយរៀងកំពង់រោចឹងទៅម្ដងឃើញនៅគម្រៀងបាត់ដំបងចឹងទៅម្ដងឃើញនៅអាស្អីកំពង់សោមហ្នឹងគឺថាវ៉ាលីអីវ៉ាអីវ៉ាន់ហ្នឹងជនបរទេសចិនវៀតណាមអាហ្វហ្គានីស្ថានឥណ្ឌាអូយប្រពាក់ប្រពូនដូចថាវាមិនដឹងថាស្អីគេឲ្យប្រកាសទេណាហើយអានេះបរដ្ឋាភិបាលថាអានេះគឺជាចំណាត់ការរបស់រដ្ឋាភិបាលបង្ក្រាបការឆបោកអនឡាញចោះឲ្យការបង្ក្រាបហ្នឹងឲ្យគាត់ប្រសេកប្រសាចឹងបានថាយើងវាទុកយូរពេកអត់ព្រមធ្វើបន្តិចម្ដងទៅដល់ពេលអញ្ញាយកាលលោកមុនមានអ្នកណាគេទៅជឿថានឹងអាចមានរឿងនឹងកើតឡើងនោះបើគុំតែមានអាមេរិកដាក់ទណ្ឌកម្មលោកញ៉ាអ្នកអង្គញាចិនស៊ីអង់គ្លេសសហគមន៍អន្តរជាតិប្រទេសជាច្រើនគេរករឿងដោយទាំងកូរ៉េខាងត្បូងគេយកប៉ូលីសគេចុះមកដល់ស្រុកខ្មែរមកចាប់កបួចប្រជាពលរដ្ឋគេដឹកទៅវិញក្នុងដែនអធិបតេយ្យរបស់យើងបើតែមានកិច្ចសហការអីចឹងចិន
ก็สหการจับไอ้บ่กลมแต่មានរឿងនេះចិនស៊ីហ្នឹងអត់ដែលបានចាប់បានទេហើយដល់ពេលចាប់ចិនស៊ីនៅស្រុកខ្មែរបើតាមអ្នករាយការណ៍របស់ជនជាតិចិនដែលសរសេរព័ត៌មាននៅខ្មែរហើយឥឡូវរត់ទៅប្រទេសក្រៅបាត់ហើយដើម្បីសុវត្ថិភាពហ្នឹងលោកហួងយ៉ាន់ហ្នឹងគាត់និយាយថាចិនស៊ីម្នាក់នេះណាគឺគ្រាន់តែជាទឹកមួយដំណក់ទេនៅមានចិនស៊ី10ដែលនៅ9នាក់ទៀតនៅក្នុងបណ្ដាញរបស់ចិនស៊ីហ្នឹងដែលមានតំណែងឋានៈនិងតួនាទីដូចចិនស៊ីចឹងស្មើគ្នាអត់មានខ្វះទេគឺគ្រប់គ្រងអាការឆោបបោកអនឡាញឥឡូវចាប់បានតែមួយនៅ9ទៀតចុះអ្នកនោះនៅណាប៉ុន្តែក៏យើងឃើញអាជ្ញាធរថ្ងៃនេះគឺឃើញតឡាការចេញដីកាឃើញចាប់ខ្លួនទៀតហើយចាប់ខ្លួនគឺអ្នកអង្គញាលីគួងបាទយើងឃើញអ្នកអង្គញាលីគួងហ្នឹងឃើញមានដីកាចេញមកហើយអ្នកណានិយាយទៅគឺជាពេលដែលយើងចាប់ផ្ដើមស្គាល់អ្នកណាអត់ស្គាល់អ្នកអង្គញាលីគួងអង្គញាលីគួងនេះល្បីតាំងយូរហើយតាំងពីឆ្នាំ2023ហ្នឹងមានសារព័ត៌មាន BBC គេចុះផ្សាយយ៉ាងផ្អើលតាក់ទងនឹងកាស៊ីណូឬក៏សន្តាគារបនលបែងមួយនៅកំពង់សោមនោះដែលគេចោទប្រកាន់ខាង BBC គេស៊ើបអង្កេតទៅរកឃើញថាម្ចាស់នៃកន្លែងបនលបែងឆោបបោកអនឡាញហ្នឹងគឺមានឈ្មោះលោកលីគួងប៉ុន្តែលោកលីគួងនឹងបកែកមិនត្រឹមតែលោកលីគួងបកែកទេមានអាជ្ញាធរខេត្តបាត់ដំបងខេត្តបរសៃអនុកាលហ្នឹងអភិបាលរងគឺលោកឡុងឌីម៉ង់អញ្ចឹងបានលោកឡុងឌីម៉ង់ហ្នឹងមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកនេះយើងចេះតែឆ្ងល់ថាហេតុអីបានជាឈ្មោះមន្ត្រីអស់ទាំងនោះមាននៅក្នុងបញ្ជីរបស់គេព្រោះហេតុអីបានលោកឡុងឌីម៉ង់ដែលទៅជាមន្ត្រីអភិបាលរងក្រុងសោះអីហ្នឹងទៅមានអីឆោបបោកអនឡាញនឹងគេដែរគឺខ្ញុំទើបតែមើលឃើញឯកសារនេះទៅនឹងឃើញថាគាត់ធ្លាប់មានដាននៅក្នុងកាងការពារមិនអោយគេដូចថានិយាយទៅថាកាងការពារក៏ថាបានប៉ុន្តែគាត់ជាមន្ត្រីអភិបាលរងខេត្តប្រស័យអនុបែបនេះនៅពេលមានរឿងអីនៅក្នុងដែនអធិបតេយ្យសមត្ថកិច្ចរបស់គាត់ត្រូវតែលៀងខ្លួនដែរមិនអញ្ចឹងណាទៅថាមានការឆោបបោកអនឡាញអញ្ចឹងអាជ្ញាធរក្រុងប្រស័យអនុនឹងសុទ្ធតែជាប់ទោសទាំងអស់ហើយយើងធ្វើអីអត់មើលទេអញ្ចឹងវិធីដែលល្អបំផុតដែលកម្ពុជាធ្វើបានឲ្យជោគជ័យរាល់តដងដើម្បីបោកប្រាស់ប្រជាពលរដ្ឋហ្នឹងគឺនយោបាយប្រជាពិធដ្ឋគឺទាត់ចោលអាគេរាយការណ៍អីក៏ទាត់ចោលសិនណារួចខ្លួនណាតែយើងថាអត់គឺអត់ដែរគេគិតអញ្ចឹងអត់មានតែស៊ើបអង្កេតអីឲ្យស៊ីជម្រៅទេគេអ្នកកាសែត BBC ឆ្នាំ2023បែបម្លងប្រហែលជាខែមីនាអីហ្នឹងគេស៊ើបអង្កេតទៅគេឃើញគេចេញសេចក្តីរាយការណ៍មួយប្រាប់ថាលោកលីគួងណាដែលជាអង្គញាហ្នឹងគឺមានដូចថាគ្រប់គ្រងសន្តាគារឬក៏បនលបែងអីអញ្ចឹងហើយមានអំពើឆោបបោកមានការធ្វើទរណកម្មមនុស្សជួញដូរមនុស្សអីអញ្ចឹងលោកលីគួងក៏គាត់ប្រកែកកាលពីឆ្នាំ2023ថាគាត់អត់មានតាក់ទងនឹងរឿងរ៉ស៊ីនឹងទេគាត់ថាគាត់នឹងជួលកន្លែងឲ្យគេអីអញ្ចឹងទៅហើយដល់ពេលលោកឡុងឌីម៉ង់ហ្នឹងក៏គាត់លើកឡើងថាការពារលោកលីគួងនឹងដែរថារកស៊ីនឹងគឺជាសុចរិតអីណាមិនមានការឆោបបោកអីដោយការលើកឡើងអីចឹងអានឹងតាំងពីឆ្នាំ2023នៅពេលដែលអត់ទាន់បាច់រឿងចិនស៊ីស្អីក៏គេការពារបានតែអាជ្ញាធរថាអត់គឺអត់ដែរបាទឥឡូវលើគោកនៅពេលដែលគេចាប់លោកលីគួងយកទៅឃុំខ្លួនអ្នកអង្គញានេះគឺមានងារជាអ្នកអង្គញាណាបងប្អូនគឺបានព្រះមហាក្សត្រឡាយប្រហោះលេខាតែងតាំងពីអង្គញាមកជាអ្នកអង្គញានៅឆ្នាំ2023ហ្នឹងដែរហើយឆ្នាំ2023ហ្នឹងនៅពេលដែលលោកលីគួងបានងារជាអ្នកអង្គញាហ្នឹងគឺវាគួរឲ្យភ្ញាក់ផ្អើលមែនតើគឺនៅពេលដែល BBC រកឃើញថាលោកណែលីគួងហ្នឹងមានជាប់ពាក់ព័ន្ធនឹងការឆោបបោកអនឡាញហ្នឹងគឺគ្រាន់តែBBC ចេញមកវាគួរតែមានការស៊ើបអង្កេតដកឋានៈត្រឹមអង្គញានឹងចេញពីលោកលីគួងហើយអីចឹងដើម្បីសម្អាតខ្លួនគាត់អត់បានព្រះរាជក្រឹត្យពីព្រះមហាក្សត្រតែងតាំងឲ្យឡើងទៅជាអ្នកអង្គញាមកកម្រិតកាន់តែខ្ពស់ទៀតនេះហើយកម្ពុជាយើងមិនទៅឈឺក្បាលអីរឿងការតែងតាំងឬបរមងាររឿងងារអីហ្នឹងទេព្រោះអាហ្នឹងតែយើងធម្មតាអង្គញាតែជួយលុយរដ្ឋាភិបាលបង់ប្រាក់អីតែកន្លះលានដុល្លារហ្នឹងបានជាអង្គញាហើយអ្នកអង្គញាហ្នឹងយើងមិនដឹងប្រមាណទៀតទេគ្រាន់តែអង្គញាហ្នឹងកន្លះលានហើយបង់ប្រចាំជាហៅថាប្រាក់ដើម្បីបានតួនាទីហ្នឹងណាប៉ុន្តែគាត់បានលុយអីក៏សន្ធឹកម្លេះដើម្បីបង់ហ្នឹងតែយើងយ៉ាងម៉េចយើងមិនដឹងថាអំពើរស៊ីរបស់គាត់សុចរិតឬទុច្ចរិតយើងមិនដឹងទេព្រោះតុលាការអត់ទាន់បានរកឃើញថាគាត់មានពិរុទ្ធនៅឡើយទេគ្រាន់តែទើបតែចោទប្រកាន់គាត់ទេដូច្នេះគាត់មានទីតាំងបនលបែងឬក៏អីហ្នឹងដែលគេសង្ស័យហ្នឹងដែលមានឈ្មោះនៅក្នុងដីកាហ្នឹងហើយក៏គាត់ធ្លាប់មានដានអញ្ចឹងប៉ុន្តែរឿងនេះដូចខ្ញុំជម្រាបអញ្ចឹងរឿងនេះអ្នកស្រាវជ្រាវឯកសារពីឯករាជ្យអីឬអីគេរកឃើញយ៉ាងម៉េចក៏អត់ដែរបានផលអីដែរទើបតែមកចៃដន្យអីនៅក្នុងឆ្នាំ2025 26នេះនៅពេលដែលយើងមានចំនួនជាមួយថៃយើងពេលមានចាប់លោកចិនស៊ីមានអាមេរិកនិយាយទៅបើកុំបានពិភពលោកនឹងជួយអារឿងអស់នេះវានៅអញ្ចឹងហើយដល់ពេលចាប់លោកលីគួងដាក់ទៅឃុំខ្លួនដើម្បីជំនុំជម្រះចោតប្រកាន់ពីបទឆោបបោកនិងបទល្មើសមកកណកដឹកទៀតច្រើនណាស់តាក់ទងនឹងរឿងស្អីខ្ញុំអានមិនអស់ហើយគាត់ថាដឹងតែអ្នកអង្គញាលីគួងត្រូវបានគេឃុំខ្លួនហើយជាសញ្ញាណមួយដើម្បីបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាគេអត់នៅបង្ងើយកន្តើយទេមិនចឹងគេចាត់ការខ្ញុំសូមកោតសរសើរថារដ្ឋាភិបាលកម្ពុជាពិតជាធ្វើមែនយើងឃើញធ្វើហើយដល់ធ្វើនឹងប្រសាច់
ទៅកន្លែងនេះដូចថាឆ្មក់កន្លែងនេះកន្លែងនោះទៅគឺជនជាតិចិនជនជាតិវៀតណាមអីនាំគ្នារើវ៉ាលីពេញផ្លូវថាដូចបុនកឋិនអញ្ចឹងទាំងខេត្តពោធិ៍សាត់ទាំងខេត្តបាត់ដំបងទាំងខេត្តស្វាយរៀងទាំងខេត្តកពតអាកន្លែងប្រៃចាក់ហើយតំបន់ប្រៃចាក់ហ្នឹងអាចនឹងពាក់ព័ន្ធនឹងលោកលីគួងនឹងដែរអារឿងតំបន់បនកាស៊ីណូហ្នឹងគាត់ថាពីមុនវាអត់បែកមេកំៃហ្នឹងដល់ឥឡូវបែកសបុកហ្នឹងទៅដោយសារតែរដ្ឋាភិបាលអត់ជំរឿសដែរស្អំចិត្តប្រជាពលរដ្ឋថាខ្លួនកំពុងចាត់ការហើយឃើញចាត់ការនៅពេលដែលអញ្ញាអញ្ចឹងឃើញលើឆាកអន្តរជាតិហ្នឹងគេមិនមែនមើលមកថាយើងចាត់ការតាមនីតិវិធីទេវាមើលទៅគឺយើងធ្វើឲ្យប៉ុន្តែវាហាក់បីដូចជាបញ្ញល់អីអញ្ចឹងទៅធ្វើដើម្បីស្អំចិត្តសហគមន៍ពិភពលោកឬក៏ប្រជាពលរដ្ឋដែលត្រីធំហ្នឹងគឺអត់ដែរចាប់បានសោះឃើញតែកភ្លៀងចវាកពឹសប៉ុន្តែឥឡូវលើមានលោកលីគួងម្ដងនេះបងប្អូនគាត់តែជាការចោទប្រកាន់ទេលោកលីគួងមិនមែនជាអក្រិតជនទេគាត់តែជាជនជាប់ចោទដោយតាមការសង្ស័យនៅក្នុងការស៊ើបអង្កេតទេដូច្នេះម៉ោងនេះគឺគាត់នៅតែអត់ទាន់មានពិរុទ្ធអីទាំងអស់អញ្ចឹងមិនហៅគាត់ថាជាអក្រិតជនបានទេបើយើងនិយាយពីនីតិវិធីគឺគាត់នៅក្នុងដំណាក់កាលស៊ើបអង្កេតបើតុលាការសម្រេចកាត់ទោសគាត់ហើយអានឹងបានគាត់ខ្លាយជាអក្រិតជនហើយតើតែខ្លាយជាអក្រិតជនហ្នឹងតើតែប្រព័ន្ធតុលាការយើងនឹងមានតម្លាភាពឯករាជ្យត្រឹមត្រូវទៀតបើអត់ទេគាត់នៅតែមិនអាចហៅគាត់ថាជាអក្រិតជនដែរព្រោះអត់ទាន់មានយុត្តិធម៌ត្រឹមត្រូវតែយ៉ាងណាបងប្អូនយើងឃើញការដោះស្រាយនេះគឺឃើញរដ្ឋាភិបាលខំដែរប៉ុន្តែខំរបៀបដូចថាបង្ខំណាដល់អញ្ចឹងទៅឃើញអញ្ញាពេញទឹកពេញដីនឹងមនុស្សរត់ចោឆ្លេចាឆ្លាកណ្ដាលអាត្រៀតក៏មានបលឹមឡើងបើកភ្នែកមិនតាន់ក៏មានទាំងវងទាំងវាយអញ្ចឹងដូចថារកម្មភ្នែកមែនតើខ្ញុំជឿថារដ្ឋាភិបាលធ្វើឲ្យខ្ញុំសាទរក៏ប៉ុន្តែការដែលធ្វើនេះគឺវាហាក់បីដូចជាឲ្យផ្អើលបងប្អូនឲ្យគេមើលទៅឃើញថាយើងនឹងគឺសម្រុកធ្វើប៉ុន្តែការធ្វើដូច្នេះអត់សូវបានប្រយោជន៍ទេគេហៅថាវាយស្មៅបង្អើលពោះវាស្មៅបង្អើលពោះហ្នឹងគឺដូចយើងវាយបើយើងថាវាយបង្អើលត្រីឲ្យចូលលបអត់អីទេប៉ុន្តែយើងអត់បានត្រៀមលបទេវាយឲ្យបង្អើលត្រីឲ្យអស់ទៅអត់បានជាប់មងយើងផងហ្នឹងអាហ្នឹងក៏ថាពិបាកដែរតែយ៉ាងណាយើងចាំមើលតទៅទៀតបងប្អូនយើងទាំងអស់គ្នាជាសាក្សីរស់ហើយចាំមើលថាតើចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានេះគឺប្រកបដោយភាពស្មោះត្រង់ផ្លោះសហើយមន្ត្រីទាំងអស់ដែលមាននៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនេះដែលមានមន្ត្រីរដ្ឋាភិបាលដោយទាំងលោកសសុខាលោកណេតសវឿនលោកហ៊ុនតូលោកលីយ៉ុងផាត់ឬក៏លោកអីផ្សេងទៀតមានកុកអានអីហ្នឹងចាំមើលយ៉ាងម៉េចទៅវិញមកចេញលោកលីគួងឯណាទៅវិញលោកលីយ៉ុងផាត់មនុស្សគ្រប់គ្នាគិតថាអ្នកដែលចូលក្នុងបញ្ជីចាប់ខ្លួនក្រោយលោកចិនស៊ីគួរតែលោកលីយ៉ុងផាត់ឬក៏លោកកុកអានឥឡូវទៅចេញលោកលីគួងឯណានោះទៅវិញតែមិនអីទេបងប្អូនចាប់សិនទៅហើយចាំគិតទៀតប៉ុន្តែសូមរកនីតិវិធីដោះស្រាយឲ្យមានយុត្តិធម៌ទាំងអស់គ្នាមិនចំពោះថាលោកណាទេដើម្បីឲ្យអស់ចិត្តព្រោះម៉ោងនេះម៉ោងលំបាកឲ្យក្រុមគ្រួសារច្បាស់ជាភ័យរត់ខ្វាយដៃខ្វាយជើងមិនដឹងថាតើត្រូវខ្សែណាខ្នងណាឥឡូវខ្នងណាក៏ត្រូវប្រលះសិនដែរអាចពិបាកបន្តិចហើយព្រោះគេដោះស្រាយបញ្ហាគឺបានន័យថាទៅសិនណាអានេះគេហៅថាកង់កំពុងអវលជក់ចូលដាច់ចូលជើងប៉ះជើងដាច់ជើងប៉ះដៃដាច់ដៃឲ្យក្នុងរយៈពេលនេះព្រោះរដ្ឋាភិបាលកម្ពុជាអត់មានជំរឿសទេគឺខ្ញុំចង់និយាយថាជំរឿននេះគឺផ្លូវតល់ច្រកឲ្យអញ្ចឹងត្រូវកាត់សាច់កាត់អីខ្លះអានេះតែយើងគាត់ធ្វើបានប៉ុណ្ណាយើងជួយសាទរគាត់បន្តទៅទៀតបាទឥឡូវនេះគឺបន្តទៅទៀតគឺព័ត៌មានតាក់ទងនឹងរឿងឥឡូវខ្ញុំផ្អាករឿងថៃបន្តិចប៉ុន្តែថៃហ្នឹងគឺគាត់នៅមិនទាន់អស់រឿងដែរព្រោះប្រហែលថ្ងៃនេះគាត់ឡំប៉ាច្រើនតាក់ទងនឹងរឿងអាមេរិកធ្វើទុកបុកម្នេញគាត់អីចឹងប៉ុន្តែមុននឹងចូលដល់អាមេរិកធ្វើទុកបុកម្នេញគាត់រឿងវីសានេះខ្ញុំចង់និយាយអំពីអ្នកឃ្លាំមើលសង្គមស្វាគមន៍រដ្ឋសភាកម្ពុជាដែលអនុម័តសេចក្តីព្រាងច្បាប់យល់ព្រមផ្ដល់សច្ចាប័នលើច្បាប់សមុទ្រឬក៏ UNCLOS ឆ្នាំ1982ខ្ញុំមែនតើក៏សាទរកម្ពុជាដែរដោយស្មោះត្រង់ព្រោះយើងត្រូវការច្បាប់សមុទ្រដើម្បីការពារដែនសមុទ្ររបស់យើងធ្លាប់មានកម្ពុជាធ្លាប់ចុះហត្ថលេខាទៅលើច្បាប់នីតិវិធីសមុទ្រនេះតាំងពីឆ្នាំ1983មកម្ល៉េះប៉ុន្តែអត់ដែលធ្វើសច្ចាប័នទេបានន័យថាម៉េចបងប្អូនអត់ធ្វើសច្ចាប័នយើងមានច្បាប់ហ្នឹងយើងចុះហត្ថលេខាថាព្រមទទួលស្គាល់ថាកម្ពុជាក៏ជាសមាជិកដែរប៉ុន្តែយើងអត់ចុះហត្ថលេខាមួយទៀតដើម្បីប្រាប់ថាកម្ពុជាព្រមគោរពតាមយើងទទួលស្គាល់ថាច្បាប់ហ្នឹងល្អហើយអាហ្នឹងបើតាមអ្វីដែលកម្ពុជាធ្វើពីឆ្នាំ1983គឺយើងចុះហត្ថលេខាទៅលើច្បាប់នីតិវិធីសមុទ្រ UNCLOS ហ្នឹងមែនហើយក៏ប៉ុន្តែយើងអត់ដែលធ្វើបច្ចាប័នអត់ចុះហត្ថលេខាដើម្បីឲ្យវាคล้ายទៅជាលិខិតតុបករផ្នែកច្បាប់ដើម្បីយកមកប្រើប្រាស់ក្នុងឆាកអន្តរជាតិពេលមានចំនួនដែនសមុទ្រជាមួយវៀតណាមឬក៏ជាមួយថៃអីទេគឺ42ឆ្នាំហើយ4ទសវត្សរ៍ជាងហើយតែយើងអត់ដែលបានធ្វើសច្ចាប័នហ្នឹងសំទោសបច្ចាប័នគឺរឿងផ្ទេរអ្នកទោសផ្សេងទៀតទេសច្ចាប័នគឺចុះហត្ថលេខាយល់ព្រមឲ្យคล้ายទៅជាលិខិតតុបករច្បាប់នៅក្នុងប្រព័ន្ធច្បាប់កម្ពុជាដើម្បីពេលមានការអីយកមកប្រើពីមុនអត់ដែលធ្វើអញ្ចឹងបានន័យថាវាមានតែនៅក្នុងក្រដាស់តែយើងអាចយកមកអនុវត្តវាអីបានដើម្បីទប់ជាមួយថៃជាពិសេសរឿងកោះគុតហើយរឿងនេះគឺជារឿងល្អខ្ញុំកោតសរសើររដ្ឋាភិបាលកម្ពុជារដ្ឋសភាដែរដែលថាទុំចូលយូរពេកដូច្នេះរដ្ឋសភាគ្មានជំរឿសអីធ្វើអាហ្នឹងទៅដើម្បីស្អំចិត្តប្រជាពលរដ្ឋដែរថាខំដែរកុំឲ្យថាបរាជ័យជាមួយថៃរឿងទឹកដីព្រំដែនគោកឥឡូវកម្ពុជាក៏ខំប្រឹងពង្លឿនអាការដែលអនុម័តសេចក្តីព្រាងច្បាប់អំពីការយល់ព្រមប្រើនីតិសមុទ្រឬក៏ UNCLOS នេះចូលនៅក្នុងប្រព័ន្ធច្បាប់ខ្មែរអញ្ចឹងទៅ
ប៉ុន្តែបងប្អូនសភារដ្ឋសភាអនុម័តព្រមឲ្យបញ្ចូលខ្លឹមសារនីតិវិធីនីតិសមុទ្រនេះចូលមកប្រើប្រាស់ជាលិខិតតុបករអន្តរជាតិឬជាតិដើម្បីដោះស្រាយរឿងសមុទ្រមែនប៉ុន្តែយើងត្រូវការនីតិវិធីផ្សេងទៀតគឺត្រូវការទៅព្រឹទ្ធសភាត្រូវការព្រះមហាក្សត្រឡាយប្រហោះលេខាទៀតដូច្នេះដំណាក់កាលនេះមិនដឹងថាលឿនប៉ុណ្ណាទៀតទេព្រោះជាទម្លាប់បើដកសញ្ជាតិវិញគេធ្វើតែប្រហែលម៉ោងនេះមួយថ្ងៃហ្នឹងគឺធ្វើឲ្យហើយដោយពិធីអាពាហ៍ពិពាហ៍អញ្ចឹងពីព្រឹកដល់ល្ងាចចប់គឺរៀបការឲ្យសំតនេកហ្មងអាហ្នឹងស្រួលហ្មងអារឿងដាក់ដកសញ្ជាតិពួកបកប្រឆាំងអញ្ចឹងណាប៉ុន្តែអារឿងនេះគឺ42ឆ្នាំហើយទើបតែអនុម័តនៅថ្ងៃនេះជាប្រវត្តិសាស្ត្រដែរប៉ុន្តែតើនឹងលឿនប៉ុណ្ណាតើព្រឹទ្ធសភានឹងអនុម័តលឿនប៉ុណ្ណាព្រះមហាក្សត្រឡាយប្រហោះលេខាប៉ុណ្ណាយើងចាំតាមដានតទៅទៀតបាទតែយ៉ាងណាខ្ញុំក៏សាទរក៏សប្បាយចិត្តដែរព្រោះអីវាបានជាលិខិតតុបករមួយជួយព្រោះអីយើងកំពុងមានរឿងសមុទ្រនឹងជាមួយថៃសម្បើមណាស់បងប្អូនជាពិសេសតំបន់កោះកុដហើយរឿងដែលឈឺចាប់ចុងក្រោយគេបងប្អូនប្រហែលចាំហើយមិនចឹងណាកាលពីថ្ងៃទី6មករាថៃបានរឹបអូសទូកនេសាទខ្មែរពីតាហ៊ានជើងទឹកថៃចាប់ទូកនេសាទខ្មែរក្នុងដែនសមុទ្រកម្ពុជាបងប្អូនថៃគេចោទថាយើងឆ្លងចូលក្នុងដែនសមុទ្រថៃហើយទូកនេសាទនេះមានខ្មែរយើង4នាក់ដែលជាអ្នកនេសាទដែលចូលទៅគឺតបថៃដែលគេពងល្បាតព្រោះគេពងព្រួយបារម្ភពីរឿងយើងជ្រៀតចូលអាចរំលោភដែនទឹកគេទៅទូកនេសាទទៅមានស្អីបាញ់នាវាចម្បាំងថៃបាននោះអញ្ចឹងគេយកមកចាប់យើងពីថ្ងៃទី6មករាឥឡូវអូសទូកហ្នឹងយកទៅថៃយកទៅរឹបអូសទុកប៉ុន្តែនៅថ្ងៃទី11បានន័យថា6ថ្ងៃក្រោយមកគេបានព្រមព្រៀងដោះលែងអ្នកនេសាទខ្មែរនឹងមកវិញទុកតែទូកទេរឿងនេះគឺសំខាន់ប៉ុន្តែយើងឃើញហើយថ្ងៃ2ថ្ងៃ14 3ថ្ងៃក្រោយគេដោះលែងមកហ្នឹងគឺដោយសារគេមិនលែងទូកយើងគឺថាមិនអោយទូកមកវិញហ្នឹងឃើញខាងរដ្ឋក្រសួងការបរទេសកម្ពុជាសរសេរកំណត់ទូតទៅថៃដែរដើម្បីទាមទារទី1គឺឲ្យប្រឡែងទូកឬថាឲ្យបកគលទូកហ្នឹងមកកម្ពុជាវិញព្រោះទូកហ្នឹងគឺជាទូករបស់អ្នកនេសាទខ្មែរដែនទឹកហ្នឹងជាដែនទឹករបស់ខ្មែរហើយប្រាប់ថៃថាឈប់រំលោភបំពានដែនទឹកយើងទៀតហើយបងប្អូនឃើញនៅប្រកាសប្រាប់ថៃថាសុំឲ្យឈប់រំលោភបំពានដែនទឹកកម្ពុជាទៀតឲ្យគេរំលោភបំពានឲ្យយើងអត់ប្តឹងទេអញ្ចឹងកំណត់ទូកហ្នឹងគឺគ្រាន់តែស្នើកុំឲ្យគេប្តឹងឥឡូវគេអត់ឲ្យទូកហ្នឹងឥឡូវកាសែតថៃក៏ចុះផ្សាយប្រងព្រាតដែរថាថៃពិតជាបានផ្ញើកំណត់ទូកទៅថៃឲ្យដោះស្រាយប៉ុន្តែអា coordinate នៃអាចំណុចនៃដែលកន្លែងដែលថៃដែលកម្ពុជាដាក់មកមានចំណុចនៅប្រមាណដឺក្រេហ្នឹងយកទៅដាក់នៅក្នុង Google Map ហ្នឹងថៃគេយកទៅដាក់នៅក្នុង Google Map ហ្នឹងឃើញអាផែនទីហ្នឹងចេញមកថាទូកនេសាទខ្មែរហ្នឹងចូលទៅក្នុងដែនដីថៃទៅវិញណាគេថាអញ្ចឹងទៅយកអា Google Map ឯណាហ្នឹងគេប៉ុន្តែបងប្អូនបើយើងមើលអាទូកនេសាទខ្មែរដែលថៃរឹបអូសនេះណាគឺនៅម្ដុំកោះយ៉របស់ខ្មែរនៅម្ដុំព្រំដែនខេត្តកោះកុងហើយឆ្ងាយពីកោះកុដឡើងមកយោជយើងនៅឆ្ងាយចូលមកដល់ដីខ្មែរគេថាយើងបំពេញឈ្លានពានដែនអធិបតេយ្យរបស់ថៃចោះមានរឿងអីដែលយើងទៅទាមទារកោះកុដពីគេបាននោះសូម្បីតែទូកយើងនេសាទនៅក្នុងដីយើងជិតខេត្តកោះកុងណានៅម្ដុំកោះយ៉ណាឆ្ងាយពីកោះកុដនោះមក50សែនឆ្ងាយគេថាចូលដីគេទៀតទាំងដែនទឹកគេទៀតតែយើងមានដែនអធិបតេយ្យអីនៅក្នុងដែនទឹកបងប្អូនរឿងនេះគឺជារឿងមួយរកម្មចិត្តមែនតើហើយកម្ពុជាចេញកំណត់ទូតនេះណាគឺគ្រាន់តែដោះស្រាយបញ្ហាតែរឿងមួយអន្លើតូចហ្នឹងទេប៉ុន្តែរឿងធំមែនតើគឺការដែនអធិបតេយ្យនៃកោះកុដហើយថៃនៅពេលដែលអូសទូកនេសាទនេះបានថៃចង់ប្រាប់កម្ពុជាថាកុំមកតវ៉ារឿងកោះកុដកោះអីឲ្យសោះសូម្បីតែយើងនៅឆ្ងាយពីកោះកុដមកយោជក៏ថៃមិនអនុគ្រោះឲ្យតែយើងបានសុខផងអានេះគឺជារឿងមួយដែលលំបាកតែយ៉ាងណាបងប្អូនយើងឃើញការដែលព្រមអនុម័តសេចក្តីព្រាងច្បាប់ឲ្យដើម្បីព្រមយល់ព្រមអំពីនីតិសមុទ្រ UNCLOS ឆ្នាំ1982នេះក៏អាចជាលិខិតតុបករមួយសម្រាប់ខ្មែរយកទៅប្រើប្រាស់ដែរបើមានរឿងអីរឿងកោះកុដអាហ្នឹងយើងកោតសរសើររដ្ឋាភិបាលថាមានឆន្ទៈមួយក្នុងការមានរបស់ចប្រើដែរវាយូរពេកក៏ដោយក៏ប៉ុន្តែយ៉ាងហោចណាស់អនុម័តអាហ្នឹងឲ្យលឿនហើយបើបានច្បាប់នឹងភ្លាមចេញជាធរមានភ្លាមសូមប្តឹងគេទីកោះកុដយើងវិញផងបើអត់ប្តឹងទេរឿងទៀតហើយបងប្អូនអារឿងដីគោកហ្នឹងវារ៉ាំរ៉ៃហើយឥឡូវរឿងដីទឹកហ្នឹងគឺជាឱកាសល្អដើម្បីទាកោះកុដយើងមកវិញផងអាហ្នឹងគឺជារឿងដែលកាលពីមុនយើងដឹងតែទាស្អីគេទេព្រោះយើងអត់មានច្បាប់សមុទ្រនឹងដែលយើងអនុវត្តរបស់អង្គការសហជីវជាតិបែបនេះឥឡូវមានហើយអញ្ចឹងយើងនឹងធ្វើឲ្យរឿងវែងឆ្ងាយទៀតហើយបងប្អូនអញ្ចឹងបានថៃប្រហែលជាដឹងជើងព្រួលថាខ្មែរកំពុងតែអនុម័តសេចក្តីព្រាងច្បាប់នេះក៏តែមិនដឹងបានជានាំទាមទារដែនអធិបតេយ្យដែនទឹករបស់ថៃនឹងឆ្ងាយជ្រៅចូលមកដល់ដែនទឹកខ្មែរហើយប្រាប់ថាហ្នឹងជាដែនហើយឥឡូវទូកហ្នឹងអត់ឲ្យទេបើខ្មែរទាទូកនេសាទថៃហ្នឹងមិនបានណាគឺខ្មែរបរាជ័យមួយធំទៀតសំទោសទូកនេសាទខ្មែរដែលថៃរឹបអូសបានគឺបរាជ័យនៅក្នុងការទាមទារតំបន់ដែនទឹកហ្នឹងព្រោះថៃគេបានទទួលស្គាល់ថាហ្នឹងជាដីដែនទឹកគេព្រោះយើងទាអត់បានអញ្ចឹងបើទាអត់បានគឺជំរើសមានតែមួយគត់គឺកម្ពុជាត្រូវដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យថៃដោះស្រាយហើយបើអត់ដោះស្រាយរឿងហ្នឹងទូកហ្នឹងវាមិនប្រមាណលុយទេប៉ុន្តែជាមុខមាត់ជាដែនអធិបតេយ្យធំណាស់ហើយយើងមិនប្តឹងថៃឲ្យដោះស្រាយសុំទោសឬអីតាក់ទងនឹងការចាប់បទថាដោះលែងមកក៏ដោយហើយមិនព្រមសុំទោសនៅក្នុងការរំលោភបំពានដែនទឹកខ្មែរក៏យើងចាញ់ព្រៀបថៃទៀត
លិខិតកំណត់ទូតដើម្បីមានគេប្រាប់ឈប់ឲ្យបំពេញដែនអធិបតេយ្យរបស់កម្ពុជាជាការល្អហើយប៉ុន្តែយើងត្រូវប្តឹងថៃឲ្យទទួលខុសត្រូវចំពោះការឈ្លានពានមិនមែនឈ្លានពានចូលមកឲ្យទៅរួចខ្លួនទេបងប្អូនអ្នកណាក៏ដោយចូលមកក្នុងផ្ទះយើងដោយខុសច្បាប់ហើយជាប់នៅក្នុងកាមេរ៉ាហើយដើរចេញទៅវិញយើងថារួចខ្លួនអត់ទេយើងត្រូវប្តឹងព្រោះអីយើងបានចូលបំពេញដែនអធិបតេយ្យមកជំហានក៏ដោយមកកេរេក្រាអីក្បែរផ្ទះខ្ញុំណែចង់លួចអីប្រកាសយ៉ាងហោចណាស់ក៏យើងការពារផ្ទះយើងកុំឲ្យចោលមើងងាយដែរតែយើងអត់ការពារបែបនេះគឺចោលមើងងាយយើងហើយដូច្នេះអាហ្នឹងគឺរឿងនេះគឺយើងចាំតាមដានតទៅទៀតបងប្អូនឥឡូវយើងឃើញបាទឥឡូវព័ត៌មានតកតងនឹងរឿងថៃដដែលនេះគឺគាត់ឡំប៉ាមួយរឿងវីសាអាមេរិកដែលដាក់ហាមឃាត់មិនឲ្យជនជាតិថៃអាចទៅសុំនៅអាមេរិកបានឬក៏អាចទៅធ្វើការនៅអាមេរិកតាមរយៈ visa green card អីហ្នឹងអន្តោប្រវេសន៍ហ្នឹងគឺថៃគេមួម៉ៅគេថ្ងៃនេះក្រសួងការបរទេសថៃលោកតំណាងហ្នឹងគឺសិហាស័កភួងកេតកៅដែលជារដ្ឋមន្ត្រីការបរទេសចាំផ្ទះហ្នឹងជួបជាមួយនឹងភារៈធារីរបស់ទូតអាមេរិកប្រចាំនៅប្រទេសថៃមកទូលពិតឡំប៉ាប្រាប់ថាហេតុអីបានដាក់ថៃក្នុងបញ្ជី75ប្រទេសដែរថៃមានទៅដើមគេអីពីអាមេរិកអីណាថៃខំប្រឹងបើក restaurant នៅថៃនៅអាមេរិកនៅអីបងពុនបងអីស្របច្បាប់អីហេតុអីបានដាក់ដូចខ្មែរដូចភូមាដូចឡាវអីដូចក៏ប្រទេសដទៃទៀតដែរដែលចង់និយាយថាគាត់ចង់និយាយថាប្រជាពលរដ្ឋថៃមិនជញ្ជក់ផលប្រយោជន៍របស់អាមេរិកអីចឹងក៏ថាបានប៉ុន្តែបងប្អូនឃើញមន្ត្រីទូតអាមេរិកហ្នឹងប្រាប់ទៅសារព័ត៌មានថៃថាគេនេះគឺជាការផ្អាកបណ្ដោះអាសន្នហើយគេពិនិត្យមើលថាបើសិនជាមានហេតុផលគ្រប់គ្រាន់ដែលដកវិញគេដកគេអត់ដឹងដកថ្ងៃណាទេប៉ុន្តែខ្ញុំគិតថាចាំសុំភ្លឺយៈទៅលោកត្រាំណាពងខ្លាច់ធ្លាក់ឆ្នោតផងណោះតតែចប់អាណត្តិតទៅដូរគណៈបកសាធារណរដ្ឋឬក៏មានគណៈបកប្រជាធិបតេយ្យបានរឿងនេះប្រែប្រួលបើអត់ទេរឿងនេះវានៅដដែលតែយ៉ាងណាអានេះគឺជាចំណាត់ការរបស់សហរដ្ឋអាមេរិកហើយយើងចាំមើលតទៅទៀតហើយបងប្អូនប្រទេស75ហ្នឹងគឺកម្ពុជានៅអាស៊ានមានកម្ពុជាឡាវភូមានិងថៃហើយថ្ងៃនេះក្រសួងការបរទេសអាមេរិកចេញសេចក្តីថ្លែងការណ៍បញ្ជាក់ប្រាប់ថាការដែលផ្អាកវីសាហ្នឹងគឺផ្អាកតែវីសាសុំការងារទៅធ្វើនៅអាមេរិកតាមរយៈ Green Card និងវីសាប្រភេទធានាបងប្អូនក្រុមគ្រួសារគូតដឹងឪពុកម្ដាយអីមកនៅអាមេរិកទេក្រៅពីនោះមកលេងមកអីមករៀនអីហ្នឹងអត់ប៉ះពាល់ទេគេប៉ះពាល់តែមកនៅឬក៏មកមាន Green Card ធ្វើការអីចឹងដូច្នេះអាហ្នឹងប៉ះពាល់មករយៈធំតែការសម្ភាសវីសាអីប្រហែលជាអាចនៅប្រព្រឹត្តអ្នកដែលធានាបងប្អូនក្រុមគ្រួសារអាចប្រព្រឹត្តទៅដូចធម្មតាគ្រាន់តែថាគេអត់ទាន់ចេញវីសាឲ្យយើងតែប៉ុណ្ណឹងអញ្ចឹងសម្ភាសអីហ្នឹងទៅធម្មតាសិនទៅបងប្អូនបើសិនជាគេហៅហើយបាទជាចុងក្រោយខ្ញុំមានព័ត៌មាន2ទៀត3ទៀតតែប្រហែលជាផ្សាយតមិនទាន់ចាំខ្ញុំផ្សាយយប់ស្អែកតកតងនឹងរឿងមតិប្រជាពលរដ្ឋគឺរករឿងប្រជាពលរដ្ឋហាក់បីដូចជាអស់ការអត់ធន់ជាមួយនឹងខាងក្រសួងខាងយោធាដែររឿងលោកវុតកំសាននោះណាដែលទៅថ្លែងសារតវ៉ាលោកលេងនវត្រាឥឡូវនេះឃើញគេដោះស្រាយបានផ្ទះបានសម្បែងបានប្លង់បានអីឲ្យគាត់ហើយឥឡូវមកមេគាត់ហ្នឹងតូមមិញចេញលិខិតក៏ហៅគាត់ឲ្យទៅផឹកតែខ្ញុំហៅថាផឹកតែចត់ចឹងចោះតាមពិតភាសាអ្នកស្រុកទេតាមពិតគេហៅទៅឲ្យបំភ្លឺរឿងការបង្ហោះសារតាមបណ្ដាញសង្គមក្នុងនាមជាយោធាជាអីចឹងប្រហែលជាខុសវិន័យខុសអីប៉ុន្តែហើយលោកវុតកំសានហើយបើលោកមិនបង្ហោះសារហ្នឹងក៏គ្មាននរណាជួយដោះស្រាយឲ្យលោកដែរអ្នកប្រជាពលរដ្ឋគេស្រែករាល់ថ្ងៃមិនដែលបានផលអីផងហ្នឹងអញ្ចឹងបានន័យថាលោកមានអធិបុលហើយប្រថុយប្រឋានដែរតែឥឡូវតែផឹកតែចត់ចាំមើលតែផឹកតែចត់ហើយហេងសុយមកវិញមានលិខិតសុំទោសទៀតអត់ព្រមជួយការពារកូនចៅគឺនៅរកកោះរូតប្រហែលជាមេខាងលើហ្នឹងគេឲ្យកោះរូតទៀតក៏មិនដឹងមើលធ្វើកគាត់តិចមើលហេតុអីតាហ៊ានអីក៏ប្រសិទ្ធប្រសាចម៉េចគេពងអន់ចិត្តតាហ៊ានអីអន់ចិត្តអារឿងថៃឆ្លៀនពៀនដែនអធិបតេយ្យយើងបានផងហាប់ស្លាប់តាហ៊ានច្រើនផងឥឡូវមានតាហ៊ានមកហ៊ានតវ៉ារឿងដីធ្លីអីទៀតដូចរឿងជាន់រឿងឯណាដូច្នេះរឿងចង់គេហៅអាកមន់គម្រាមសัตว์ស្វាទេបងប្អូនចង់ប្រាប់ឲ្យតាហ៊ានដទៃទៀតកុំការ៉េការ៉ាកុំតវ៉ាអីព្រោះអីមើលតែគំរូលោកវុតកំសានគាត់ថារឿងដីធ្លីសោះក៏គេហៅទៅផឹកតែចត់ដែរបាទរឿងនេះមិនមែនជារឿងល្អហ្មងទេបងប្អូនចង់បញ្ចប់គឺខ្ញុំមានរឿងតាក់ទងនឹងលោកត្រាំបានទទួលពានរង្វាន់Nobel សន្តិភាពប៉ុន្តែមិនមែនពានរង្វាន់ Nobel សន្តិភាពដែលប្រគល់ឲ្យដោយគណៈកម្មការគេត្រឹមត្រូវនៅអឺរ៉ុបនោះទេគឺបានទទួលពានរង្វាន់ Nobel សន្តិភាពពីមេដឹកនាំបកប្រឆាំងវេណេស៊ុយឡាអ្នកស្រីដែលទទួលបានពានរង្វាន់ Nobel សន្តិភាពឥឡូវគាត់មកជួបលោកត្រាំនៅឯសេតវិមានហើយគាត់ប្រាប់ថាគាត់តាមពានរង្វាន់ដែលគេប្រគល់ឲ្យគាត់ស្របច្បាប់ហ្នឹងគួរតែឲ្យទៅលោកត្រាំទៅព្រោះខំប្រឹងជួយពង្រឹងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅវេណេស៊ុយឡាអីចឹងទៅហើយលោកត្រាំញញឹមខ្ជិបទទួលយកទៅដាក់ថានឹងសេតវិមានថាគេនឹងយកតាំងអាពានរង្វាន់ហ្នឹងដាក់នៅក្នុងសេតវិមានបងប្អូនខ្ញុំបើជាលោកត្រាំខ្ញុំលេបបញ្ចូលខ្ញុំនិយាយត្រង់បើតាជាប្រធានាធិបតីរបស់ខ្ញុំមែនសហរដ្ឋអាមេរិកអស់ចាវាដូចថាយើងទៅពេលដែលយើងទៅទិញខ្សែក្រវ៉ាត់ខ្មៅប្រហែលដាន់ក៏ដោយយកមកពាក់ហើយយកដែរបានទៅហាត់រៀនយកបានប្រឡងជាប់សោះយកមកព្យួរហ្នឹងថាតើយើងខ្លាយទៅជាអ្នកការ៉ាត់តេដូតៃខ្វាន់ដូអីដល់ជំនាញអីចឹងឬក៏យ៉ាងម៉េចយើងទៅទិញអីមួយដែលពីអាកន្លែងអាហាងជជុះមកមានឃើញសញ្ញាបត្រអីមួយដែលគេបោះចោលសោះហើយតែយើងយកមកហើយយើងគិតថាយើងបានរៀនជំនាញហ្នឹងមែនវាដូចថា
ខ្ញុំអត់យល់ដែរប៉ុន្តែយ៉ាងណាលោកត្រាំគាត់ពេញចិត្តនឹងទទួលយកបែបនេះហើយគាត់ខ្ញុំជឿថាភាពឆ្លាតវៃរបស់មេបកប្រឆាំងនៅវេណេស៊ុយឡានេះក្នុងការលួងចិត្តឲ្យលោកត្រាំជួយគាត់ដែរព្រោះអីពេលដែលដកលោកម៉ាឌូរ៉ូមកគឺអ្នកដែលជំនួសម៉ាឌូរ៉ូហ្នឹងគឺមានតែអ្នកស្រីបកប្រឆាំងនេះឯងប៉ុន្តែលោកត្រាំគាត់ថាអត់ទាន់ទេប៉ុន្តែនេះក៏ជាការត្រួសត្រាយផ្លូវឲ្យអ្នកស្រីកាន់តំណែងនៅណែនេះនឹងវេណេស៊ុយឡាជំនួសលោកម៉ាឌូរ៉ូដែរព្រោះអីមានអ្នកណាដែលអាចកាន់ប្រទេសនឹងបានមានតែបកប្រឆាំងហើយបកប្រឆាំងនេះលោកជួយច្រើនដែរហើយឥឡូវស្អំចិត្តលោកត្រាំដោយការប្រគល់ពានរង្វាន់ Nobel សន្តិភាពនឹងឲ្យយកទៅដាក់ទៅអត់អីទេអ្នកស្រីថាយកទៅប្រើទៅប៉ុន្តែគណៈកម្មការគេប្រាប់ថាអាពានរង្វាន់នឹងអត់អាចផ្ទេរបានទេតែយ៉ាងណាហើយរឿងនយោបាយបងប្អូនវាស្មុគស្មាញអញ្ចឹងណាតែលោកត្រាំគាត់ល្អមួយគឺគាត់អត់ចេះអៀនខ្មាស់នៅក្នុងការទទួលអានឹងដែរអញ្ចឹងទទួលទៅតែបើជួយវេណេស៊ុយឡាបានសិទ្ធិមនុស្សជាតបតៃទៀតគាត់សប្បាយចិត្តឲ្យគាត់ធ្វើទៅយ៉ាងហោចណាស់ក៏ប្រជាពលរដ្ឋវេណេស៊ុយឡាបានប្រជាតបតៃគេដែរបងខ្ញុំក៏មិនជាខ្វល់អីប្រហែលគាត់ថាគេរិះគន់គាត់អញ្ចឹងបាទខ្ញុំអស់ហើយបងប្អូនខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះសិនហើយយើងនឹងជួបគ្នានៅរាត្រីថ្ងៃស្អែកបន្តទៀតព័ត៌មានដែលខ្ញុំអត់បានផ្សាយយ៉ាងណាខ្ញុំនឹងផ្សាយបង្គ្រប់នៅយប់ស្អែកបាទសូមអរគុណរាត្រីសួស្តីបងប្អូននៅស្រុកខ្មែរអរុនសួស្តីបងប្អូននៅទីក្រុងឡុងប៊ីចរ៉ាត់គ្លីហ្វ័រយ៉ានិងទីផ្សេងទៀតបាទសូមជម្រាបលា